បងប្អូនអរគ្នាប្រហែលជាធ្លាប់លើហើយដែលចាស់គាត់តែងតែនិយាយថាកុំធ្វើជាមនុស្សផ្លែល្ហុងខ្ចីចាផ្លែល្ហុងខ្ចីដោយបងប្អូនស្គាល់ហើយកាលណាយើងយកកញ្ចក់ឬក៏យករបស់ស្រួយឬកូនកបាត់អីទៅចាក់វាបន្តិចគឺវាចេញចូលល្ហុងមកហើយអញ្ចឹងគាត់តែងតែដំណើរថាកុំធ្វើជាមនុស្សផ្លែល្ហុងខ្ចីហ្នឹងមានថាកុំឲ្យយើងជាមនុស្សម្នាក់ដែលគេចាក់ឲ្យខឹងគេលួងឲ្យសើចគេលួងឲ្យសបាយក៏សបាយគេធ្វើឲ្យយំក៏យំហើយក៏បានទៅដល់ពាក្យថាផ្លែល្ហុងខ្ចីគឺជាមនុស្សឆាប់ទុនតូទៅតាមបរិយាកាសក៏ដូចជាសម្ដីខាងក្រៅជាក់ស្ដែងគឺខ្ញុំផ្ទាល់ពីមុនមកក៏ជាមនុស្សម្នាក់ដែរគេនិយាយតិចតួចទៅប៉ះពាល់ប៉ះទង្គិចផ្លូវអារម្មណ៍របស់យើងណាប៉ុន្តែមួយរយៈចុងក្រោយនៅពេលដែលយើងតាំងខ្លួនយើងតាំងចិត្តថាយើងមិនជាមនុស្សផ្លែល្ហុងខ្ចីទៀតទេអញ្ចឹងពីសម្ដីរបស់អ្នកដទៃអាចជ្រាបចូលទៅក្នុងចិត្តនិងពុកម៉ែយើងបាននេះវាឆ្លងកាត់បានត្រឹមតែជាតែប៉ុណ្ណោះចាអញ្ចឹងនៅពេលដែលបងប្អូនអរគ្នាតាំងចិត្តថាជាមនុស្សម្នាក់ដែលស្គាល់ខ្លួនឯងច្បាស់ជាមនុស្សម្នាក់ដែលមានទំនុកចិត្តនិងជឿជាក់លើអ្វីដែលខ្លួនឯងបានធ្វើថាមិនខុសមិនឆ្គងឆ្គងមិនប៉ះពាល់ទៅដល់អ្នកដទៃគឺយើងលែងមានអារម្មណ៍ថាអូអ្នកសម្ដីអ្នកនេះប៉ះពាល់អារម្មណ៍យើងសម្ដីអ្នកនោះនឹងធ្វើឲ្យយើងឈឺចាប់គឺរឿងលេងខ្លាចហើយយើងបដោតតែមួយមុខទេគឺការធ្វើអ្វីដែលត្រឹមត្រូវឈរនៅលើចំណុចកណ្ដាលអ្វីដែលត្រឹមត្រូវយើងគិតថាត្រូវយើងធ្វើអីចាអញ្ចឹងអ្នកទាំងអស់គ្នាម្នាក់ដែលមិនទាន់កាត់ផ្ដាច់ជាមួយនឹងចរិតផ្លែល្ហុងខ្ចីអាចចូលខមមិនបានហើយអ្នកណាខ្លះដែលវិវត្តពីផ្លែល្ហុងខ្ចីមកផ្លែល្ហុងទុំគេចាក់ទៅលេងខឹងឬមួយក៏ខឹងដែរមិនមែនថាអត់សោះទេតែលក្ខណៈថាតើតែរឿងនឹងវាធ្ងន់ធ្ងរឬមួយក៏ប៉ះពាល់ផ្លូវចិត្តខ្លាំងវាមិនងាយស្រួលដូចពីមុនគាត់ណាគេនិយាយតិចតួចក៏ខឹងគេនិយាយតិចតួចក៏អន់ចិត្តអាចគេបង្ហោះណាណៃនោះសោះគេនិយាយឲ្យអ្នកណាណៃនោះសោះក៏រើដាក់ខ្លួនដែរកុំធ្វើអញ្ចឹងពីព្រោះនៅពេលដែលបងប្អូនអរគ្នាមានជំងឺផ្លូវចិត្តមានបញ្ហាខួរក្បាលគឺអ្នកនរគ្នាអត់មានអ្នកណាមកពិបាកជាមួយយើងទេគឺយើងខ្លួនឯងហ្នឹងឯងអញ្ចឹងធ្វើម៉េចស្គាល់ខ្លួនឯងច្បាស់ហើយព្យាយាមហាត់ពុតលុបដំចិត្តឲ្យធ្ងន់អរគុណច្រើនបងប្អូនអរគ្នា